មេស្រីរូបនេះបានដើរបុកបរោះដែលនៅពីក្រោយនាងដោយអចេតនានាងបានបន្ទន់ខ្លួនចុកភ្លាមដើម្បីសុំទោសគាត់ទោះជាយ៉ាងណាក៏ដោយនៅពេលដែលនាងក្រោកឈរឡើងនាងបានធ្វើឲ្យទូរស័ព្ទរបស់បរោះនោះរបើកធ្លាក់ចេញទៅមេស្រីព្យាយាមចាប់ទូរស័ព្ទរបស់គាត់ប៉ុន្តែទូរស័ព្ទរបស់នាងក៏ធ្លាក់ដល់ដីដែរនាងប្រញាប់រើទូរស័ព្ទទាំងពីរហើយដោយសារតែភ័យខ្លាចនាងបានប្រគល់ទូរស័ព្ទរបស់នាងទៅឲ្យបរោះនោះនៅពេលនោះបរោះនោះបានក៏សម្គាល់ឃើញថាខ្សែដៃរបស់ក្មេងស្រីនោះមានលំនាំដូចគ្នានឹងរបស់គាត់ខ្សែដៃនេះគឺជាអនុស្សាវរីយ៍រវាងគាត់និងមិត្តលេងជាមួយតាំងពីកុមារភាពមុនពេលគាត់អាចបញ្ជាក់អត្តសញ្ញាណរបស់ក្មេងស្រីបាននាងក៏ប្រញាប់រត់ចេញទៅមិនយូរប៉ុន្មានបន្ទាប់ពីនោះទូរស័ព្ទនៅក្នុងហោប៉ៅរបស់ក្មេងស្រីក៏រត់ឡើងក្មេងស្រីគិតថាម្ដាយនាងកំពុងហៅដូច្នេះនាងក៏ទទួលភ្លាមនៅពេលដែលម្ដាយរបស់បរោះនោះបានឮសំឡេងក្មេងស្រីគាត់យល់ច្រឡំថានាងគឺជាសង្សាររបស់កូនប្រុសគាត់ក្មេងស្រីប្រាប់គាត់ថានាងនឹងត្រឡប់ទៅផ្ទះភ្លាមម្ដាយរបស់បរោះនោះសប្បាយចិត្តខ្លាំងណាស់គាត់ប្រាប់ក្មេងស្រីថាគាត់នឹងបញ្ជូនអ្នកបើកបរទៅទទួលនាងបន្ទាប់មកគាត់បានណែនាំកម្មករស្រីឲ្យទៅទិញគ្រឿងផ្សំគាត់ចង់ចម្អិនម្ហូបឲ្យក្មេងស្រីដោយខ្លួនឯងក្មេងស្រីមានអារម្មណ៍ចម្លែកខ្លាំងណាស់នាងឆ្ងល់ថាហេតុអ្វីបានជាម្ដាយនាងចិត្តល្អខ្លាំងម្ល៉េះថ្ងៃនេះមិនយូរប៉ុន្មានឡានប្រណេតមួយបានឈប់នៅពីមុខនាងបានលាហើយមិត្តរបស់នាងហើយឡើងឡានពេលទៅដល់កន្លែងគោលដៅក្មេងស្រីបានឃើញបរោះដែលនាងធ្វើទូរស័ព្ទគាត់ហោះម្ដងទៀតនាងគិតថាខ្លួនកំពុងសុបិនដូច្នេះនាងបានច្របាច់មុខបរោះនោះពេលដឹងថាខ្លួនមិនបានសុបិនពេលបងស្រីត្រឡប់មកផ្ទះវិញគាត់រំភើបចិត្តយ៉ាងខ្លាំងដែលឃើញម្ដាយត្រូវគេសម្លាប់យ៉ាងសាហាវប៉ុន្តែទោះបីឃើញហេតុការណ៍បែបនេះក៏គាត់នៅតែស្ងប់ស្ងាត់ហើយធ្វើជាខ្វាក់ភ្នែកដោយមានការសង្ស័យប្អូនប្រុសបានសួរថាតើនាងបានឃើញម្ដាយដែរឬទេប៉ុន្តែនាងមិនបានឆ្លើយអ្វីឡើយនាងគ្រាន់តែសួរថាតើក្លិនស្អុយនេះមកពីណាជាដូច្នេះប្អូនប្រុសក៏កុហកថាកំពុងធ្វើស៊ុបមាន់នៅពេលដែលបងស្រីចិត្តនឹងដើរជន់លើសាកសពរបស់ម្ដាយប្អូនប្រុសក៏បានខាត់នាងទុកហើយនាំនាងទៅកាន់បន្ទប់របស់នាងផ្ទាល់រួចប្រាប់ឲ្យនាងសម្រាកហើយគេក៏បានចេញទៅកប់សាកសពរបស់ម្ដាយប៉ុន្តែភ្លាមបន្ទាប់ពីគេចេញទៅបងស្រីឃើញឈាមម្ដាយនៅលើដៃនាងក៏មិនអាចទប់អារម្មណ៍បានហើយនាងក៏ចាប់ផ្ដើមញ័រខ្លួនយ៉ាងខ្លាំងប៉ុន្តែមុនពេលនាងអាចធ្វើអ្វីបានប្អូនប្រុសក៏វាយនាងឲ្យសន្លប់រួចយកនាងទៅកប់ទាំងរស់ក្នុងដីប៉ុន្តែគេមិនដឹងថានាងនៅមានជីវិតទេហើយដោយរបៀបណាមួយនាងក៏អាចវាចេញពីភ្នោបានប៉ុន្តែដោយសារកម្លាំងវារបស់ប្អូនប្រុសនាងបានបាត់បង់ទាំងភ្នែកនិងការចងចាំទើបនាងមើលអ្វីមិនឃើញពេលកំពុងរកផ្លូវនាងក៏ទៅដល់ក្បែរតូបលក់សាច់អាំងតាមផ្លូវពេលធំក្លិនអាហារនាងក៏ចាប់យកមកញ៉ាំភ្លាមប៉ុន្តែពួកក្មេងទំនើងនៅក្បែរនោះក៏ចាប់នាងបោះចោលកាត់ផ្លូវប៉ុន្តែនៅពេលដែលពួកគេឃើញមុខនាងចិត្តណារបស់ពួកគេក៏ប្រែជាអាក្រក់ហើយពួកគេទាំងអស់គ្នាក៏សម្រុកចូលទៅលើនាងប៉ុន្តែភ្លាមនោះគឺយន្តទំនើបមួយចំនួនបានមកដល់យ៉ាងលឿនហើយបុរសសង្ហាម្នាក់បានចុះពីឡានមកវាយពួកក្មេងទំនើងទាំងនោះខណៈដែលក្មេងទំនើងផ្សេងទៀតត្រូវបានអង្គរៈរបស់គាត់ចាប់ខ្លួនតាមពិតទៅបុរសម្នាក់នេះមិនមែនជានរណាផ្សេងក្រៅពីស្វាមីពិតប្រាកដរបស់នាងនោះទេប៉ុន្តែដោយសារបាត់បង់ការចងចាំនាងមិនអាចចាំអ្វីបានឡើយដូច្នេះនាងយកប្រតិបត្តិរូបនេះក៏លួងលោមនាងហើយនាំនាងទៅផ្ទះរបស់គាត់ទន្ទឹមនឹងនោះនៅម្ខាងទៀតបងប្រុសរបស់នាងក៏បានដឹងថានាងនៅមានជីវិតហើយគាត់មិនអាចជឿបានឡើយដូច្នេះដើម្បីលាក់បាំងឧក្រិដ្ឋកម្មរបស់គាត់បានបញ្ជូនមនុស្សរបស់គាត់ទៅរកនាងខ្លួនប៉ុន្តែគាត់មិនដឹងទេថាលើកនេះស្វាមីរបស់នាងនៅជាមួយនាងហើយទោះបីជានាងបាត់បង់ការចងចាំក៏ដោយទំនាក់ទំនងរបស់ពួកគេកាន់តែជ្រាលជ្រៅជាងមុនតើមានអ្វីក្មេងស្រីបានធ្លាក់ចូលក្នុងអាងហែទឹកដោយអកុសលជាមួយគូប្រកួតរបស់នាងនៅពេលនាងភ្ញាក់ឡើងនាងបានដឹងថាពួកគេបានមកដល់5ឆ្នាំនៅអនាគតបន្ទាប់មកក្មេងស្រីតូចម្នាក់បានដើរចូលមកក្នុងបន្ទប់នាងមើលទៅកាន់ពួកគេហើយសួរថាតើនេះជាអ្វីនៅពេលនាងបានស្ដាប់ក្មេងស្រីហៅពួកគេថាម៉ាក់និងប៉ានាងបានដឹងថានាងបានរៀបការជាមួយបុរសដែលនាងស្អប់បំផុតហើយពួកគេមានកូនម្នាក់រួចហើយនាងមិនអាចជឿបានទេនៅពេលបុរសម្នាក់បានមើលឈ្មោះដែលគាត់បានរក្សាទុកសម្រាប់នាងក្នុងទូរស័ព្ទគាត់មានអារម្មណ៍អាក្រក់ណាស់ពីព្រោះក្មេងស្រីគឺជាអ្នកស្រឡាញ់របស់បងប្រុសគាត់បន្ទាប់មកក្មេងស្រីបានដើរចេញពីបន្ទប់បុរសបានសួរម៉ាក់របស់គាត់ថាអ្វីកើតឡើងគាត់មិនអាចជឿបានទេម៉ាក់របស់គាត់បានប្រាប់គាត់ថាគាត់គឺជាអ្នកដែលបានតាមរកក្មេងស្រីហើយគាត់បានផ្ញើបងប្រុសរបស់គាត់ទៅក្រៅប្រទេសបុរសមិនអាចជឿបានទេបន្ទាប់មកគាត់បានដើរចេញពីបន្ទប់គាត់បានមើលឃើញក្មេងស្រីកំពុងឈរលើកៅអីគាត់មានអារម្មណ៍ថានេះគឺជាការប្រកួតមួយនាងបានអញ្ជើញគាត់ឲ្យលោតចុះពីជាន់ខាងលើជាមួយនាងប្រហែលជានេះនឹងផ្ញើពួកគេត្រឡប់ទៅវិញបុរសបានឈប់នាងយ៉ាងរហ័សនៅពេលនោះអ្នកបម្រើបានរំលឹកឲ្យក្មេងស្រីទៅពិនិត្យសុខភាពមុនកំណើតគាត់មិនអាចឈប់នាងបានទេបន្ទាប់ពីបានស្ដាប់ថាបុរសព្យាយាមចាក់ចេញក្មេងស្រីបានចាប់គាត់ហើយនាងបាននិយាយថាអ្នកមិនចង់ទទួលខុសត្រូវចំពោះខ្ញុំទេខ្ញុំនឹងបំផ្លាញឈ្មោះរបស់អ្នកបុរសមិនមានជំរឿទេតែត្រូវទៅជាមួយនាងពួកគេបានបន្តប្រកែកគ្នានៅក្នុងឡានគាត់មានអារម្មណ៍ថានេះគឺជាការប្រកួតមួយឆាប់នេះពួកគេបានមកដល់មន្ទីរពេទ្យសត្វវាបានបង្ហាញថាពួកគេបានអនុញ្ញាតឲ្យមានឆ្មាមួយបន្ទាប់មកអគ្គនាយកមន្ទីរពេទ្យបានដើរមកគាត់គឺជាមិត្តសិក្សារបស់ពួកគេគាត់បាននិយាយថាគាត់សោកស្ដាយដែលមិនអាចចូលរួមក្នុងពិធីមង្គលការរបស់ពួកគេបន្ទាប់ពីបានស្ដាប់ដូច្នេះបុរសនោះបាននិយាយទៅកាន់ក្មេងស្រីថាការរៀបការជាមួយអ្នកមិនដែលជាគោលបំណងរបស់ខ្ញុំទេខ្ញុំមិនបានគិតថានេះជាការរៀបការទេការធ្វើទឹកផ្លែឈើដោយវិធីនេះអាចសន្សំសំចៃពេលវេលាបានច្រើនអ្នកស្រីសូមអញ្ជើញផ្ដល់ទឹកផ្លែឈើអង្គុយពីទឹកឲ្យខ្ញុំមកហើយកំពុងមកស្រឡាញ់ក្មេងស្រីអញ្ចឹងសួស្ដីជេនសូមពិនិត្យមើលថាតើមានមូសនៅក្នុងទឹកផ្លែឈើទេអ្នកត្រឹមត្រូវអ្នកស្រីសូមមើលមានមូសនៅក្នុងទឹកផ្លែឈើសូមអភ័យទោសស្រឡាញ់ខ្ញុំនឹងផ្ដល់កែវទឹកពីរបន្ថែមតើពិតមែនទេតើមានអ្វីកើតឡើងឥឡូវនេះមានអ្វីមិនសូវល្អនៅទីនេះទេយើងត្រូវតែស្វែងរកអ្នកស្រីខ្ញុំជានិស្សិតមហាវិទ្យាល័យតើខ្ញុំអាចរកការងារនៅទីនេះបានទេអត់ទេគ្មានការងារនៅទីនេះទេខ្ញុំចង់រៀនធ្វើទឹកផ្លែឈើប្រសិនបើអ្នកបង្រៀនខ្ញុំនឹងបង់ប្រាក់ឲ្យអ្នកច្រើនយ៉ាងណាអ្នកកំពុងនិយាយច្រើនណាស់នេះហើយជាហេតុដែលខ្ញុំកំពុងបង្រៀនអ្នកមកជាមួយខ្ញុំជំហានដំបូងសូមប្រមូលផ្លែឈើទាំងអស់ពីធុងសម្រាមបន្ទាប់មកប្រើទឹកនេះដើម្បីឲ្យយើងអាចរកប្រាក់ចំណេញបានច្រើនបាទអ្នកត្រឹមត្រូវបន្ទាប់មកប្រើគីមីទាំងនេះដើម្បីធ្វើឲ្យរសជាតិប្រសើរអ្នកគឺជា master តើអ្វីនឹងកើតឡើងនៅពេលដែលការពិតរបស់អ្នកចេញមកអ្នកមានអ្វីក្នុងចិត្តខ្ញុំបានកត់ត្រាអំពើអាក្រក់របស់អ្នកនរណានឹងជឿ
អ្នកទាំងអស់គ្នាសូមចូលមកក្នុងផ្ទះថ្ងៃនេះមានការផ្ដល់ជូនទឹកផ្លែឈើឥតគិតថ្លៃនៅហាងបន្ទាប់មកចេនប្រាប់អ្នកទាំងអស់ថាតើស្ត្រីនេះធ្វើទឹកផ្លែឈើយ៉ាងដូចម្ដេចនាងនឹងយល់ដឹងពីការពិតតែពេលដែលនាងផឹកវាផ្ទាល់